បាទសួស្តីបងប្អូនថ្ងៃនេះខ្ញុំចង់ទាញអារម្មណ៍បងប្អូនមកអំពីការហូបស្វាយយើងឃើញថាការហូបស្វាយគិតថាលេងសើចមិនគ្រាន់តែ topic ប៉ុណ្ណឹងយកមកបង្ហាញដែរបាទស្វាយនេះមិនធម្មតាទេបងប្អូនពេលណាយើងញ៉ាំអត់ចេះរបៀបញ៉ាំយើងឆ្លងរោគទៅវិញទៅមកនេះសំខាន់យើងអំបិលអានេះគេអានេះគីទេប៉ុន្តែបើឧទាហរណ៍ថាវាអំបិលណាយើងញ៉ាំស្វាយយើងទាញមកអញ្ចឹងយើងចុចបឹបដាក់ចូលមាត់ខាំក្រឹបណាខាំក្រឹបអាស្នាមថ្មិញយើងហ្នឹងណាច្រាញថ្មិញហ្នឹងជាប់បាក់តេរីជាប់ virus ស្អីដែលយើងមាននៅក្នុងមាត់ហ្នឹងមកពេញហ្នឹងណាទី2យើងយកអាហ្នឹងមកជ្រលក់ទៀតហើយអ្នកផ្សេងរើសអានេះមកដុំហើយជ្រលក់ខាំអញ្ចឹងបងប្អូនឲ្យគិតមើលវាមេរោគចូលទៅវិញទៅមកណាឆ្លងអញ្ចឹងមកប្រទេសបើមិនទេមកគ្រួសារអញ្ចឹងមកគ្រួសារបើញ៉ាំអញ្ចឹងមកសហគមន៍បើញ៉ាំអញ្ចឹងវាឆ្លងគ្នាទៅវិញទៅមកអាហ្នឹងអញ្ចឹងសូមបងប្អូនចាប់អារម្មណ៍អាហ្នឹងមានន័យថាបើពេលយើងញ៉ាំត្រូវកាត់វាល្មមមកជ្រលក់ហើយដាក់ចូលមាត់ទៅពីអស់ហ្នឹងទៅគុំខាំហើយយកមកជ្រលក់ទៀតណាបាទជៀសវាងការឆ្លងរោគគ្នាទៅវិញទៅមកបាទសូមអរគុណ